សួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូចំណេះដឹងខ្លីថ្ងៃនេះខ្ញុំចង់បង្ហាញពីការកំណត់ម៉ោងរោលមួយដែលជាភាពងាយស្រួលសម្រាប់បងប្អូនដែលធ្វើការដើម្បីរំលឹកជាប្រចាំរាល់ថ្ងៃដើម្បីកុំឲ្យពិបាកទៅកំណត់ឲ្យបើកម៉ោងរោលរាល់ថ្ងៃបាត់ម៉ោងរោលរាល់ថ្ងៃអញ្ចឹងឥឡូវកុំឲ្យចាំយូរឥឡូវយើងចូលទៅធ្វើទាំងអស់គ្នាយើងអាចទៅតម្លើងម៉ោងមើលលើផ្ទះអេក្រង់ដើមឬក៏ចូលមកកន្លែងម៉ោងកន្លែងពាក្យថានាឡិកានេះក៏បានបាទឥឡូវយើងធ្វើការចូលទៅក្នុងហើយម៉ោងតែម្ដងបើយើងចុចបាត់ទៅលើម៉ោងមកបន្ទាប់មកវាចូលក្នុងទម្រង់នេះយើងមកកន្លែងពាក្យថានាឡិការោលចុចដាក់ម៉ោងរោលបូកនេះមកបន្ទាប់មកយើងអាចរើសសម្រាប់ខាងលើរូឡើងវិញនេះគឺជាកន្លែងកំណត់សម្រាប់បងប្អូនមួយចំនួនដែលគាត់ធ្វើការពីថ្ងៃណាដល់ថ្ងៃណាយើងអាចដាក់ទឹកបើកគ្រីសទៅតាមកន្លោនេះថ្ងៃហ្នឹងដើម្បីឲ្យវារោធ្វើបង្ហាញដល់អ្នកនរគ្នាដូចថាថ្ងៃទឹកជាថ្ងៃសម្រាប់យើងអត់ធ្វើការទេអាហ្នឹងយើងមិនបាច់គ្រីសទេហើយយើងគ្រីសតែថ្ងៃដែលយើងធ្វើការហ្នឹងមកយើងគ្រីសដល់មកចុចពាក្យថារួចរាល់កន្លែងសម្លេងរោនេះយើងអាចចូលមកកំណត់ជាសម្លេងរោណាដែលយើងចង់ដាក់ឲ្យវារោកន្លែងដាក់ថាពាក្យថាផ្អាកនេះយើងអាចចូលមកកំណត់ឲ្យវារោហ្នឹងគឺរយៈវារោដែលរយៈពេលវារោដល់រយៈពេលណាដែលយើងគិតថាចង់ឲ្យវាឈប់រោជាប់ពីកន្លែងពាក្យថាស្លាកនេះបាទស្លាកហ្នឹងគឺយើងអាចដាក់អក្សរឲ្យយើងចង់ដាក់សម្រាប់ជាការដាស់តឿនឬក៏ពេលវារោមកវាចេញនៅលើអេក្រង់ឲ្យខ្ញុំសូមបង្ហាញដល់អ្នកទាំងគ្នាមួយបាទបន្ទាប់មកយើងចុចពាក្យថារួចរាល់ជ្រើសរើសម៉ោងដែលរោចាប់ដើមរោបើយើងទៅរៀនអានោះមានដាក់អក្សរទៅរៀនចឹងយើងកំណត់ម៉ោងរៀនទៅបើចូលម៉ោង7យើងកំណត់ទៅម៉ោង6:00យើងក្រោក6ហើយកន្លែងនេះគឺជា AM នេះគឺពេលព្រឹកហើយ PM នេះគឺតំណាងឲ្យពេលយប់ឬក៏ល្ងាចអញ្ចឹងហើយលើរៀនពេលយើងរៀនពេលព្រឹកអញ្ចឹងយើងយក AM អញ្ចឹងម៉ោង6ព្រឹកវានឹងធ្វើការរោលហើយយើងបានដាក់គ្រប់ហើយសម្រាប់ថ្ងៃគឺយើងថ្ងៃអាទិត្យយើងអត់រៀនទេអញ្ចឹងហើយយើងហើយបើយើងចង់ដាក់ថ្ងៃណាដែលយើងធ្វើការឬថ្ងៃណារៀនហ្នឹងគឺយើងអាចកំណត់នៅលើគ្រីសនេះថ្ងៃណាដែលត្រូវឲ្យវារោលយើងគ្រីសថ្ងៃណាដែលអត់រោលទេដល់រោលទេយើងអាចដកគ្រីសចន្លោះទៅថ្ងៃណាតាមការងារឬក៏ការរៀនសូត្របន្ទាប់មកយើងចុចពាក្យគ្រីសនេះមកបាទពីការស្រេចហើយនៅពេលដែលយើងចង់បិទវាកុំឲ្យមានការរោលអញ្ចឹងរាល់ថ្ងៃនៅពេលថ្ងៃណាដែលយើងមានជាការទៅបុណ្យទាននៅស្រុកជាថ្ងៃសម្រាប់អញ្ចឹងយើងគ្រាន់តែចូលមកក្នុងកន្លែងម៉ោងនឹងដដែលមកបន្ទាប់មកចូលមកកន្លែងម៉ោងរោលហើយបិទតែគ្រីសនេះចោលទៅជាការស្រេចបាទហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអរគុណចំពោះការតាមដានទស្សនាហើយបើគិតថាវីដេអូនេះមានប្រយោជន៍ក៏សូមជួយចែករំលែកវីដេអូនេះទៅដល់គ្នាបាទអរគុណ